សួស្តីអ្នកនរគ្នាជួបគ្នាសាជាថ្មីតោះយើងមករៀនលេងអុកចិនតាមអនឡាញនៅក្នុងស៊េរីនេះបាទអេពីសូតនេះខ្ញុំធ្វើជាការរៀនលេងអុកចិនតាមអនឡាញនៅលើ server OGS បាទមករយៈនេះខ្ញុំធ្លាក់ rank តិចដោយសារខ្ញុំចាញ់50% បាទអញ្ចឹងអូខេឥឡូវនេះខ្ញុំបានរកឃើញដៃគូមួយហើយបាទដៃគូរបស់ខ្ញុំគាត់កូនអុកពណ៌ខ្មៅខ្ញុំពណ៌សខ្ញុំនឹងhello ទៅកាន់គាត់បាទអូខេនៅក្នុងចំណុចចាប់ផ្ដើមនេះមានរបៀបមួយចំនួនដែលយើងអាចយកមកប្រើភាសាជប៉ុនគេហៅថា Joseki នេះជាធម្មតាគាត់បាទខ្មៅគឺត្រូវធ្វើជាក្រឡាមុំហើយបន្ទាប់មកពណ៌សអាចពង្រាយកូន2បាទបន្ទាប់ពីនេះខ្មៅគាត់អាចលេងរៀងខ្ពស់បន្តិចដោយសារគាត់មានកូនគាត់មួយនៅជ្រុងខាងនេះអញ្ចឹងខ្ញុំអាចលេងទៅចិត្តកូនគាត់នេះគឺជាការឆ្លើយតបត្រឹមត្រូវបាទគាត់អាចលេងចឹងបានអញ្ចឹងខ្ញុំនឹងបន្តJosekiនេះដោយដាក់កូន3ប៉ុន្តែខ្ញុំលេងយ៉ាងក្រោមគាត់លេងលើបាទដើម្បីងាយស្រួលក្នុងការដាក់កូនខ្ញុំដើម្បីឲ្យមានលំនឹងហើយមានសុវត្ថិភាពបាទកន្លែងនេះខ្ញុំនឹងទុកប៉ុណ្្នឹងសិនខ្ញុំមិនចាំបាច់ឆ្លើយបាទកូនខ្មៅបើសិនជាគាត់កំពុងតែគិតថាចង់គ្រប់គ្រងកូនសរបស់ខ្ញុំខាងលើខាងស្ដាំនេះដូចជាមិនងាយស្រួលទេបាទកន្លែងនេះខ្ញុំនឹងបាទដោយសារគាត់មានវាទីនៅខាងលើនេះច្រើនអញ្ចឹងខ្ញុំនឹងព្យាយាមបាទបិទជ្រុងខាងឆ្វេងរបស់ខ្ញុំបាទអូខេរហូតមកដល់ពេលនេះហាក់ដូចជាខ្មៅមានព្រៀបច្រើនជាងគាត់មានជ្រុង2គាត់អាចដាក់នៅកន្លែងនេះមួយទៀតបាទប្រហែលជាមិនមានព្រៀបទេបាទបើគិតឡើងវិញដោយសារអីកូនសក៏បានបៀតទីនៅចំកណ្ដាលនេះដែរបាទអញ្ចឹងខ្ញុំអាចព្យាយាមអស់កូនសរបស់ខ្ញុំចេញបាទដោយទម្រង់នេះបើសិនជាខ្មៅអត់ឆ្លើយតបខ្ញុំអាចប្រើវិធីសាស្ត្រដើម្បីព្យាយាមស្កាត់កូនខ្មៅនេះបាទគាត់ធ្វើបានល្អគាត់ឆ្លើយនេះអញ្ចឹងខ្ញុំនឹងលោតឡើងទៀតឬក៏លេងទម្រង់អឺតមើលចំកណ្ដាលខ្ញុំរុញឡើងបាទអូខេខ្ញុំរុញឡើងមួយទៀតបាទកន្លែងនេះបើសិនជាខ្ញុំលេងចំណុចបាទចំណុចនេះគឺដើម្បីឲ្យកូនខ្មៅគាត់រុញខ្លួនគាត់ចេញមកនេះបាទ
បន្ទាប់មកខ្ញុំវាទីដោយប្រើចំណុច N7 បាទអូខេកន្លែងនេះហាក់ដូចជាគាត់អាចកាត់ផ្ដាច់កូនខ្ញុំបានបាទអូខេខ្ញុំនឹងព្យាយាមវាទីបាទអូខេបាទកូនខ្មៅគាត់ព្យាយាមចេញការពិតគាត់មិនចាំបាច់ធ្វើទេបាទដោយសារអីគាត់មានឱកាសនៅខាងលើដើម្បីភ្ជាប់ចុះអូខេបាទអូខេបាទដោយសារគាត់បដ ாய் ខ្ញុំអញ្ចឹងខ្ញុំរុញគាត់គួរតែបិទពេលដែលគាត់បិទកូនសនេះនឹងត្រូវជាប់នៅខាងក្នុងបាទបាទខ្ញុំនឹងកាត់ផ្ដាច់ដោយសារកូនខ្ញុំមានប្រព័ន្ធការពារបាទបើគាត់កាត់ខ្ញុំវិញខ្ញុំឡើងលើមួយគាត់រុញខ្ញុំភ្ជាប់បាទអញ្ចឹងកូន2ប្រគាត់ត្រូវការពារបាទអូខេបាទគាត់គួរតែភ្ជាប់បាទបើគាត់ភ្ជាប់ខ្ញុំនឹងរុញមួយឬក៏ខ្ញុំភ្ជាប់វិញអូខេបើគាត់រុញមកខ្ញុំនឹងរុញចេញមួយដើម្បីឲ្យឃើញថាមានបញ្ហាសម្រាប់កូនខាងនេះអូខេបាទខ្ញុំភ្ជាប់កូនមួយដើម្បីឲ្យគាត់ភ្ជាប់វិញបាទកន្លែងនេះខ្ញុំនឹងរុញកូនខ្ញុំចេញបាទដើម្បីកុំឲ្យមានបញ្ហា
នេះជាជំហានការពារបាទយើងការពារសិនបាទអូខេបាទមួយគាត់ឡើងខ្ញុំឡើងគាត់ឡើងខ្ញុំបិទគាត់ចេញខ្ញុំបិទហាក់ដូចជាជាប់កូនខ្ញុំនៅនេះបាទខ្ញុំអាចលោតមួយបាទកូនខ្ញុំលោតនេះគឺបង្ហាញថាខ្ញុំអាចកាត់ផ្ដាច់អូខេបើសិនជាគាត់លេងចេះគឺខ្ញុំកាត់ផ្ដាច់ហើយបាទអញ្ចឹងកូនគាត់នេះគឺត្រូវព្យាយាមរកកន្លែងចតបាទបើគាត់គងខ្ញុំគងអូខេបាទអូខេខ្ញុំបិទគាត់ដាក់កន្លែងនេះខ្ញុំនឹងឡើងបើគាត់ដាក់កន្លែងនេះខ្ញុំនឹងឡើងមួយទៀតអូខេអូគាត់ចង់ចាប់កូនមួយនេះបាទអូខេបាទមិនទាន់ងាយស្រួលឲ្យចាប់ទេបាទគាត់ត្រូវការពារមួយឬក៏បលូតចេញអូខេមកខ្ញុំដាក់មួយគាត់ភ្ជាប់ខ្ញុំចេញគាត់ចេញអូខេអូខេបាទអញ្ចឹងគាត់ចាប់បានកូន3របស់ខ្ញុំបាទគាត់ត្រូវភ្ជាប់បាទអូខេពេលគាត់ភ្ជាប់ខ្ញុំបត់មួយឲ្យគាត់ចាប់កូនហ្នឹងហើយអូខេគាត់ត្រូវទៅយកបាទខ្ញុំដាក់កូនកន្លែងនេះដើម្បីបិទអូខេអូខេបាទកន្លែងនេះគឺខ្ញុំនឹងចាប់យកកូន2នេះបាទបាទបន្តិចទៀតនេះខ្ញុំនឹងបង្ហាញឲ្យដៃគូខ្ញុំឃើញថាគាត់មិនទាន់រស់ទេបាទអូខេគាត់ត្រូវលេងកន្លែងនេះមួយបាទដើម្បីរស់ប្រហែលជាមិនទាន់រស់ទៀតបាទអូបាទបើសិនជាខ្ញុំភ្ជាប់កូនរបស់គាត់ដូចជាមិនទាន់រស់ទេបាទរស់ទេ
okay បាទកូនប្រកបខាងក្នុងមាន1 2 3បាទគាត់ត្រូវភ្ជាប់ទេបាទអូគាត់មិនចាំបាច់ទេបាទអូខេបាទហាក់ដូចជាកូនរបស់ខ្ញុំនៅក្នុងនេះគឺជាប់បាត់ទៅហើយបាទអូខេគាត់អាចជាប់មកក្រោមនេះបានអូខេបាទកន្លែងនេះខ្ញុំអាចផ្ចិតបើសិនជាគាត់ផ្ចិតអញ្ចឹងបាទអូខេគាត់អាចបត់ខ្ញុំនឹងភ្ជាប់អូខេបាទដោយសារគាត់រុញចូលមកខាងខ្ញុំអញ្ចឹងខ្ញុំរុញទៅគាត់វិញបន្តិចបាទអស់ខ្ញុំនឹងភ្ជាប់ខាងនេះអូខេខ្ញុំមិនចាំបាច់ឆ្លើយកន្លែងនេះក៏បានបាទអ្វីដែលខ្ញុំចង់សាកល្បងគឺកាត់ផ្ដាច់កូនប្រមាណនេះបាទអូខេខ្ញុំអស់ឡើងគាត់រុញដូចជាមិនសូវមានប្រសិទ្ធភាពបាទអូខេខ្ញុំរុញឡើង
បាទគាត់ត្រូវភ្ជាប់អូខេខ្ញុំចាប់កូន2នេះអូខេខ្ញុំហាក់ដូចជាគិតខុសបាទកន្លែងនេះមិននឹកស្មានថាគាត់អាចធ្វើបានផ្នែក2បាទឥឡូវគាត់បានផ្នែក2អញ្ចឹងបាទអូខ្ញុំភ្លេចខ្លួនបាទអូខេគាត់ចាប់បានកូនខ្ញុំមួយច្រើនបាទកន្លែងនេះអាចប្រហែលជាធ្វើឲ្យខ្ញុំចាញ់អូខេដោយសារខ្ញុំមានទីតាំងកន្លែងនេះអញ្ចឹងខ្ញុំមិនចាំបាច់ការពារកន្លែងនេះទេបាទអូខេគាត់នឹងរុញចូលខ្ញុំបិទគាត់ទៅលេងកន្លែងនេះបាទខ្ញុំភ្ជាប់បាទចាំមើលខ្ញុំសាកល្បងរកផ្លូវនៅក្នុងនេះអូខេបាទហាក់ដូចជាគាត់មានកំហុសកន្លែងនេះកន្លែងនេះមានន័យថាខ្ញុំអាចមានផ្នែក2បាទខ្ញុំភ្ជាប់បើគាត់ចុះខ្ញុំនឹងភ្ជាប់កន្លែងនេះបើគាត់ចុះបើគាត់ដាក់កន្លែងនេះគាត់អាចចូលមកបានចូលមួយបាទអូខេខ្ញុំភ្ជាប់អូខេគាត់ត្រូវភ្ជាប់ខ្ញុំចុះអូខេឥឡូវនេះទីតាំងដូចជាបាទគាត់អាចចូលមកកន្លែងនេះបាទចូលមកមួយខ្ញុំបិទ
បាទខ្ញុំអាចការពារអញ្ចឹងមួយទៀតបាទបាទបាទអរគុណគាត់បាទខ្មៅគាត់ឈ្នះ15ពិន្ទុបាទក៏ពិតបើសិនជាខ្ញុំមិនមានកំហុសឲ្យគាត់ចាប់កូនកន្លែងនេះប្រហែលជាខ្ញុំអាចមានលទ្ធភាពស្រោចស្រង់វិញប៉ុន្តែដោយសារគាត់ចាប់បានកូនរបស់ខ្ញុំបាទអូខេ